បាទសូមជម្រាបសួរទៅដល់បងប្អូននិស្សិតនិងសាធារណជនដែលកំពុងតែទស្សនានៅលើ page របស់មហាវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុបថ្ងៃនេះខ្ញុំនឹងធ្វើកិច្ចសម្ភាសន៍ខ្លីជាមួយនឹងបងប្អូនដែលជានិស្សិតឆ្នាំប្រចាំឆ្នាំរបស់សាកលវិទ្យាល័យអាស៊ីអឺរ៉ុបទី1គឺបងប្អូនស្រីសុវណ្ណវុទ្ទិកាដែលបងប្អូនស្រីសិក្សាជំនាញនីតិសាស្ត្រចំនួនទី27និងទី2គឺបងប្អូនប្រុសស៊ឹមសុធារាដែលបងប្អូនសិក្សាជំនាញរដ្ឋបាលសាធារណៈបាទវុទ្ទិកាសូមជួយធ្វើការចែករំលែកបទពិសោធន៍របស់បងប្អូនបន្តិចមកថាតើកត្តាអ្វីខ្លះដែលធ្វើឲ្យបងប្អូនខ្លាយទៅជានិស្សិតឆ្នាំបាទសូមជម្រាបសួរជាថ្មីម្ដងទៀតនាងខ្ញុំឈ្មោះសុវណ្ណវុទ្ទិកាជាសិស្សនៅជំនាញនីតិសាស្ត្រនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុបថ្ងៃនេះខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានមកចែករំលែកអំពីបទពិសោធន៍នៃការសិក្សារបស់នាងខ្ញុំដើម្បីក្លាយទៅជានិស្សិតឆ្នាំមានកត្តាខ្លះៗដូចជាការចេះបែងចែកពេលវេលាឲ្យបានត្រឹមត្រូវការបែងចែកកាលវិភាគទៅតាមសមត្ថភាពនិងការសិក្សារបស់យើងទី2ក៏ដូចជានៅពេលដែលខ្ញុំរៀននៅក្នុងថ្នាក់ផ្ទាល់នឹងខ្ញុំតែងតែយកចិត្តទុកដាក់ស្ដាប់លោកគ្រូសាស្ត្រាចារ្យពន្យល់ណែនាំនិងកត់ត្រាជាដើមដើម្បីនៅពេលដែលនាងខ្ញុំឆ្ងល់នឹងមានសំណួរតែងតែចោទសួរទៅលោកសាស្ត្រាចារ្យដើម្បីឲ្យគាត់ឆ្លើយបំភ្លឺមកនាងខ្ញុំបានអស់ចម្ងល់ជាដើមហើយមួយទៀតនោះគឺការសិក្សាខ្លួនឯងគឺស្វ័យសិក្សានឹងឯងដែលនាងខ្ញុំនៅផ្ទះតែងតែស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណិតបណ្ណាល័យកន្លែងនេះដែលអាចឲ្យនាងខ្ញុំស្រាវជ្រាវនៅតាមជំនាញដែលពាក់ព័ន្ធនឹងជំនាញដែលនាងខ្ញុំរៀនផ្ទាល់បាទអរគុណចំពោះបងអូនសុធារាវិញតើបងអូនមានបច្ចេកទេសយ៉ាងណាក៏ដូចជាមានកត្តាជំរុញណាមួយដែលធ្វើឲ្យបងអូនអាចក្លាយទៅជានិស្សិតឆ្នាំនៅពេលនេះបានណាជំរាបសួរជាថ្មីម្ដងទៀតខ្ញុំបាទឈ្មោះស៊ឹមសុធារាសិក្សាជំនាញរដ្ឋបាលសាធារណៈចំនួនទី27កត្តាដែលជំរុញឲ្យខ្ញុំក្លាយជានិស្សិតឆ្នាំហ្នឹងទី1គឺយើងកំណត់គោលដៅទៅខ្លួនឯងហើយទី2នៅពេលដែលសាស្ត្រាចារ្យគាត់បញ្យល់គឺយើងត្រូវស្ដាប់គាត់និងកត់ត្រាទី3យើងត្រូវបែងចែកពេលវេលាសម្រាប់ការរៀនហើយនឹងម្យ៉ាងទៀតយើងត្រូវនៅពេលដែលយើងឆ្ងល់អ្វីមួយគឺយើងត្រូវសួរទៅសាស្ត្រាចារ្យនៅពេលដែលសំណួរដែលយើងអត់យល់កត្តាមួយទៀតនោះគឺកត្តាគ្រួសារដែលធំបំផុតគឺគាត់ផ្ដល់ថវិកាឲ្យយើងរៀនហើយក៏គាត់ជួយជំរុញទឹកចិត្តឲ្យយើងខិតខំសិក្សារៀនសូត្រហើយម្យ៉ាងទៀតក៏មានកត្តាពីលោកសាស្ត្រាចារ្យដែលគាត់ជួយណែនាំឲ្យយើងឲ្យឆាប់យល់បាទបងមានសំណួរមួយទៀតចង់សួរទៅបងអូនថាតើមូលហេតុអីដែរបានជាបងអូនជ្រើសរើសសិក្សាទៅលើជំនាញរដ្ឋបាលសាធារណៈនេះបាទបានជាខ្ញុំជ្រើសរើសជំនាញរដ្ឋបាលសាធារណៈហ្នឹងគឺខ្ញុំមានបំណងចង់ក្លាយជាអភិបាលរងស្រុកចឹងបងបាទអូថ្ងៃអនាគតចង់ក្លាយជាអភិបាលរងស្រុកបាទអូខេបាទចំពោះទីការវិញតើមូលហេតុអីដែរបានបងអូនជ្រើសរើសយកជំនាញនីតិសាស្ត្រដើម្បីធ្វើការសិក្សានៅថ្នាក់ឧត្តមសិក្សារបស់ខ្លួនបាទចា៎បងចំពោះនាងខ្ញុំផ្ទាល់គឺនាងខ្ញុំបានកំណត់គោលដៅច្បាស់លាស់ថានាងខ្ញុំនឹងប្រកបវិជ្ជាជីវៈជាកាឡាបញ្ជីដូច្នេះហើយទើបនាងខ្ញុំជ្រើសរើសជំនាញនីតិសាស្ត្រយកមកសិក្សាទីការថាតើអ្វីខ្លះដែលធ្វើឲ្យបងអូនជ្រើសរើសសាកលវិទ្យាល័យអាស៊ីអឺរ៉ុបសិក្សាទៅលើជំនាញនីតិសាស្ត្រនេះចា៎បងចំពោះនាងខ្ញុំផ្ទាល់មានកត្តាជាច្រើនដែលធ្វើឲ្យខ្ញុំជ្រើសរើសយកសាកលវិទ្យាល័យអាស៊ីអឺរ៉ុបដោយមុននឹងនាងខ្ញុំចូលមកសិក្សានៅជំនាញនេះនៅសាកលវិទ្យាល័យនេះនាងខ្ញុំក៏បានសិក្សាស្រាវជ្រាវពីសាកលវិទ្យាល័យនានាដែលពាក់ព័ន្ធនឹងជំនាញដែលនាងខ្ញុំសិក្សាផ្ទាល់ក៏សង្កេតឃើញថាសាកលវិទ្យាល័យអាស៊ីអឺរ៉ុបមានកត្តាជាច្រើនសំខាន់ដែលតាក់ទាញចំណាប់អារម្មណ៍របស់នាងខ្ញុំដូចជាទី1នោះគឺតម្លៃគឺមានតម្លៃសមរម្យទី2ក៏សង្កេតឃើញថាសាស្ត្រាចារ្យលោកមានគុណវុឌ្ឍិមានក្រមសីលធម៌គ្រប់គ្រាន់ដែលធ្វើឲ្យនាងខ្ញុំចាប់អារម្មណ៍ជាខ្លាំងបន្ថែមពីនោះទៅទៀតគឺការសិក្សាសង្កេតឃើញថាស៊ីជម្រៅទាំងទ្រឹស្ដីនិងការអនុវត្តផ្ទាល់ដូចជាមានការនាំនិស្សិតទៅទស្សនកិច្ចនៅតាមក្រសួងនិងស្ថាប័ននានាវិស័យជាងនោះទៅទៀតក៏សង្កេតឃើញថាសាកលវិទ្យាល័យមានបន្ទប់អនុវត្តផ្ទាល់សម្រាប់និស្សិតទៅតាមជំនាញដែលគាត់រៀនអូខេអរគុណចំពោះ
ធារាវិញ កត្តាហើយនឹងហេតុផលខ្ញុំក៏អត់ខុសពីទីការបានដែរប៉ុន្តែខ្ញុំសូមបន្ថែមតិចដោយសារសាកលវិទ្យាល័យអាស៊ីអឺរ៉ុបហ្នឹងគឺមានអគារផ្ទាល់ខ្លួនហើយនៅចំកណ្ដាលក្រុងងាយស្រួលដល់និស្សិតសម្រាប់សិក្សាហើយក៏នៅពេលដែលនិស្សិតពេលទំនេរពីម៉ោងរៀនគឺគាត់អាចរកការងារក្រៅម៉ោងដើម្បីគ្រប់គ្រងការរៀនរបស់គាត់បន្ថែមទៀត អូខេអរគុណច្រើនជាចុងក្រោយតើធារាមានជាពាក្យពេចន៍អ្វីដើម្បីផ្ដាំផ្ញើទៅដល់បងប្អូនដែលមានបំណងចង់សិក្សាជំនាញដូចធារាដែរ ពាក្យពេចន៍ខ្ញុំផ្ដាំទៅបងប្អូនគឺសម្រាប់ដែលគាត់ចង់សិក្សាទៅលើជំនាញរដ្ឋបាលសាធារណៈទី1គឺគាត់ត្រូវកំណត់គោលដៅខ្លួនឯងឲ្យបានស្រេចទី2គាត់ត្រូវមើលទៅលើគុណភាពសាលាបាទខ្ញុំមានប៉ុណ្ណឹងបងបាទ ជាចុងក្រោយខ្ញុំសូមបន្ថែមទៅលើចំណុចរបស់បងដូចគ្នាគឺចំពោះបងប្អូនឬក៏និស្សិតចំនួនក្រោយដែលចង់សិក្សាទៅលើជំនាញនីតិសាស្ត្រគួរតែសិក្សាស្រាវជ្រាវទៅលើសាកលវិទ្យាល័យដែលបងអូនមានបំណងចង់ព្រោះថាសាកលវិទ្យាល័យនីមួយៗគឺជាកត្តាដ៏ធំសម្រាប់យើងសិក្សានៅថ្ងៃអនាគតថាយើងចេញទៅគឺមានគុណភាពឬក៏អត់ដូច្នេះហើយសូមបងប្អូនសិក្សាឲ្យបានស៊ីជម្រៅទៅលើសាកលវិទ្យាល័យដែលបងអូនជ្រើសរើសចា៎សូមអរគុណ បាទសូមអរគុណបងប្អូនទាំងពីរដែលបានចែករំលែកនៅបទពិសោធន៍ពាក់ព័ន្ធជាមួយនឹងថាតើកត្តាអ្វីខ្លះដើម្បីធ្វើឲ្យខ្លួនអាចក្លាយទៅជានិស្សិតឆ្នើមបានហើយខ្ញុំសូមជម្រាបជូនបងប្អូននិស្សិតក៏ដូចជាសាធារណជនផងដែរថានេះគឺជាការចែករំលែកនៅបទពិសោធន៍ខ្លីទេខ្ញុំជឿជាក់ថាមុនពេលដែលបងប្អូនទាំងពីរក្លាយទៅជានិស្សិតឆ្នើមពួកគាត់មាននៅកត្តាជាច្រើនបន្ថែមពីនឹងទៀតប៉ុន្តែនេះគ្រាន់តែជាការចែករំលែកនៅចំណុចទូចមួយជូនទៅដល់បងប្អូននិស្សិតក៏ដូចជាសាធារណជនតែប៉ុណ្ណោះហើយជាចុងក្រោយនៃកម្មវិធីនេះក្នុងនាមគណៈគ្រប់គ្រងក៏ដូចជាបុគ្គលិករបស់សាកលវិទ្យាល័យទាំងមូលសូមជូនពរទៅដល់បងប្អូនទាំងពីរឲ្យទទួលបានតែសុខភាពល្អហើយជាពិសេសនោះគឺជោគជ័យនៅក្នុងការសិក្សាទាំងអស់គ្នាបាទសូមអរគុណ